ត្រាំគម្រាមកំទេចអូម៉ង់បើហ៊ានចូលដៃជាមួយអ៊ីរ៉ង់គ្រប់គ្រងច្រកសមុទ្រហូមូសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី27ខែឧសភាក្រុមអ្នកកសែតបានចោទសួរប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំពាក់ព័ន្ធនឹងរបាយការណ៍មួយដែលថាប្រទេសអូម៉ង់និងអ៊ីរ៉ង់បានមានបំណងចង់រួមគ្នាត្រួតត្រាលើការធ្វើពាណិជ្ជកម្មតាមច្រកសមុទ្រហូមូសដែលជាច្រកផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់ដែលមានរហូតដល់ទៅជាង 20% របស់ពិភពលោកលោកត្រាំបានឆ្លើយតបវិញភ្លាមៗដោយប្រើពាក្យសម្ដីគំរាមកំហែងធ្ងន់ធ្ងរថាគ្មានភាគីណាមួយអាចគ្រប់គ្រងច្រកនេះបានឡើយព្រោះវាជាដែនទឹកអន្តរជាតិហើយអូម៉ង់ត្រូវតែអនុវត្តខ្លួនឲ្យដោយប្រទេសដទៃទៀតបើមិនដូច្នោះទេលោកនឹងកំទេចពួកគេចោលទីភ្នាក់ងារព័ត៌មានអាល់ចាហ្សារ៉ាបានរាយការណ៍ថាការថ្លែងព្រមានរបស់លោកត្រាំជុំវិញមហិច្ឆតារបស់អ៊ីរ៉ង់និងអូម៉ង់នេះបានកើតឡើងបន្ទាប់ពីស្ថានីយទូរទស្សន៍អ៊ីរ៉ង់បានចុះផ្សាយអំពីក្របខ័ណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរដោយរបាយការណ៍នោះបានបង្ហាញថា MOU នេះនឹងអនុញ្ញាតឲ្យអ៊ីរ៉ង់និងអូម៉ង់មានអំណាចគ្រប់គ្រងនិងចាត់ចែងរួមគ្នាលើច្រកសមុទ្រហូមូសការអត្ថាធិប្បាយដ៏កាចសាហាវរបស់លោកត្រាំពាក់ព័ន្ធទៅនឹងប្រទេសអូម៉ង់នេះបានធ្វើឲ្យមានការវិតម្លៃដំបូងពីមជ្ឈដ្ឋានជាច្រើនថាលោកត្រាំអាចនឹងនិយាយច្រឡំដោយចង់មានន័យសម្ដៅទៅលើប្រទេសអ៊ីរ៉ង់ជំនួសឲ្យពាក្យអូម៉ង់ភ្លាមនោះក្រសួងការបរទេសអាមេរិកបានប្រញាប់ប្រញាល់បង្ហោះសារនៅលើបណ្ដាញសង្គមដើម្បីបកស្រាយនិងពន្យល់អំពីអត្ថន័យនៃសម្ដីរបស់លោកត្រាំដោយបញ្ជាក់ថាប្រទេសអូម៉ង់ដែលត្រូវបានគេស្គាល់ថាជាប្រទេសមានជំហរអព្យាក្រឹតខ្ពស់នោះមិនបានប្រកាសថាខ្លួនចង់ចូលរួមជាមួយអ៊ីរ៉ង់ក្នុងការគ្រប់គ្រងច្រកសមុទ្រហូមូសនោះឡើយសារដដែលបានសង្កត់ធ្ងន់ថាអាមេរិកនិងអូម៉ង់គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនិងយូរអង្វែងជាមួយគ្នាអស់រយៈពេលជាង200ឆ្នាំមកហើយប្រទេសទាំងពីរមានសន្ធិសញ្ញាសហប្រតិបត្តិការជាច្រើនរួមទាំងភាពជាដៃគូសន្តិសុខកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីព្រមទាំងកិច្ចព្រមព្រៀងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផងដែរទោះជាមានការបកស្រាយពីក្រសួងការបរទេសក៏ដោយក៏ក្រុមអ្នករិះគន់ជាច្រើនបាននាំគ្នាចេញមុខថ្កោលទោសពាក្យសម្ដីគំរាមកំហែងរបស់លោកត្រាំថាជាការថ្លែងឡើងដោយធ្វេសប្រហែសបំផុតលោករ៉ាអេតចារ៉ានាយកផ្នែកតស៊ូមតិនៃអង្គការសិទ្ធិមនុស្ស DAWN ដែលមានមូលដ្ឋាននៅអាមេរិកបានប្រៀបធៀបសម្ដីរបស់លោកត្រាំទៅនឹងសម្ដីរបស់មេខ្លោងជន់ពីលលោកបានបន្ថែមថាការគម្រាមកំហែងជាចំហរបស់លោកត្រាំកាលពីថ្ងៃពុធបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការពឹងផ្អែកលើកម្លាំងយោធាកាន់តែខ្លាំងឡើងនៅក្នុងគោលនយោបាយការបរទេសរបស់លោកដែលយុទ្ធសាស្ត្របែបនេះត្រូវបានគេហៅថាការទូតនាវាចម្បាំងគូបញ្ជាក់ថាច្រកសមុទ្រហូមូសគឺជាច្រកសមុទ្រដឹកជញ្ជូនតាមសមុទ្រដ៏មានសារៈសំខាន់ជាសកលសម្រាប់ផលិតផលធម្មពលជីកសិកម្មរបស់ពិភពលោកច្រកនេះគឺជាផ្លូវទឹកអន្តរជាតិដែលកប៉ាល់ពាណិជ្ជកម្មនានាអាចធ្វើដំណើរឆ្លងកាត់ដោយសេរីនិងឥតគិតថ្លៃអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយប៉ុន្តែបន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់កាលពីខែកុម្ភៈកន្លងទៅទីក្រុងតេហ៍រ៉ង់បានចាប់យកច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះធ្វើជាចំណាត់ខ្មាំងនិងបានចាប់ផ្ដើមប្រកាសទាមទារសិទ្ធិអធិបតេយ្យភាពផ្ទាល់ខ្លួនតែម្ដង